មកដល់ពេលនេះដោយសារបន្តក្រមពុទ្ធបរិស័ទទាំងក្នុងប្រទេសនិងក្រៅប្រទេសបានលោកជួយឧបត្ថម្ភគ្រប់គ្រងជាបន្តហើយជាក់ស្ដែងដោយលោកម្ចាស់ទីថ្ងៃនេះក៏លោកបាទតែមកបំពេញបុណ្យកុសលនៅវត្តនេះបាទតាមចាប់តាំងពីសម័យសង្គមរាជនិយមមកដល់សម័យបច្ចុប្បន្ននេះបាទដូចជាមានក្រុមកូនចៅមហាបាសិកាខិនលឹមជាដើមបាទដែលជាប្រមុខបាទហើយនេះគឺជាសម្បត្តិផលដែលអរលោកតាទុសបរោះបានខិតខំរួមចំណែកក្នុងការកសាងបាទបណ្ដុះបណ្ដាលពង្រីកឲ្យវិស័យព្រះពុទ្ធសាសនាយើងមានសេចក្តីសុខចម្រើនបាទដូចជាខ្លួននាយកលោកអាចារ្យគណៈកម្មការនាងខ្ញុំសូមសំណូមពរនិងអំពាវនាវបាទដល់សាធុជនរបស់ទាំងអស់ដែលនៅតែបន្តជួយឧបត្ថម្ភគាត់ដល់ប្រសងវត្តប្រសាទនេះមកវិញអស់កាលពីយូរអង្វែងបាទដោយអំណាចមហាពុទ្ធដ៏បរិសុទ្ធនេះសូមលើប្រកាសសេចក្តីទូលទៅពលរដ្ឋពីមានខាងរបស់ម្ចាស់ទីទាំងអស់បាទសូមលើមកទទួលអធិបុលផលឲ្យបានអភិសេកតាមទីខាងក្នុងសុខនិងឲ្យកសុខតាមទុការដល់កូនចៅកូនស្រីទាំងអស់បានប្រកបដោយសេចក្តីសុខចម្រើនជាប្រយោជន៍ជាតឲ្យទៅទៅនេះជាទៅជាប្រការដែលកាត់ទៅហើយការធ្វើសង្ឃជាធ្វើបានជាទទួលទីសុខធ្វើបានជាគុណជាជាមុខដល់ក្នុងប្រមុខប្រពោពុទ្ធសាសនាសុខោបរិយាស័យជាការសន្សំបុណ្យដើម្បីឲ្យសុខនៃសុខសូមលោកម្ចាស់ជាទាំងអស់អនុមោទនាបុណ្យសូមអនុមោទនាអ្នកផលសូមអនុមោទនាព្រះសូមអរគុណសូមអរគុណដែរ